ប្រាសាទអុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំប្រាសាទអុកកសាងឡើងក្នុងសម័យចិនឡាដោយព្រះបាទអ៊ីសានវរ្ម័នទី1នៅក្នុងសតវត្សទី7ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនានេះឱកាសគម្រប់ខួប1ឆ្នាំដែលសម្បូរព្រៃគុកមួយคล้ายជាបេតិកភណ្ឌពិភពលោកខ្ញុំសូមជូនសំណេរខ្លីមួយដោយខាងក្រោមកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2017ភ្នំពេញប៉ោចុះផ្សាយអត្ថបទមួយតាក់ទងនឹងចម្លាក់បរទេសនៅសម្បូរព្រៃគុកខ្ញុំរីករាយដោយបានឃើញចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាននិងមហាជនមកលើក្រុមប្រាសាទសម័យមុនអង្គរនេះហើយខ្ញុំស្វាគមន៍ការបកស្រាយពន្យល់របស់អ្នកស្រាវជ្រាវច្រើនរូបដោយប្រធានបទនេះខ្ញុំធ្លាប់សរសេររួចហើយនៅក្នុងខ្មែរ Renaissance ដូច្នេះពុំចាំបាច់លើកមកច្រាំដែរនៅទីនេះឡើយខ្ញុំគ្រាន់តែចង់បញ្ជាក់ថានៅក្នុងអត្ថបទដ៏ខ្លីនោះខ្ញុំពុំនិយាយថារូបចម្លាក់នៅសម្បូរឆ្លាក់រូបបុគ្គលបរទេសណាមួយឡើយចម្លាក់រូបជនបរទេសនោះខ្ញុំសម្ដែងទៅលើការចម្លងយកសិល្បៈបរទេសមកត្រាប់តាមដោយជាងខ្មែរឬមានក្រុមជាងបរទេសចម្រុះដែលចូលរួមកសាងប្រាសាទសម័យមុនអង្គរសិល្បៈបរទេសនោះសំដៅឲ្យចាំទៅលើនគរ5នៅឧបទ្វីបឥណ្ឌាបុរាណគឺនគរកុសាននៅភាគពាយាវនគរគូបតានិងសម្ព័ន្ធមិត្តគឺនគរវ៉ាកាតាកានៅភាគខាងជើងនិងកណ្ដាលនគរប៉ាឡាវ៉ានិងនគរឆាលូគីយ៉ានៅភាគខាងត្បូង